យកលើយើង400 លានដុល្លារបើយើងមាន400 លានដុល្លារតើអ្នកណានៅជាងឈឹងហ៊ានមើងងាយយើងទៀតពិតមែនឬវេធ្មប់នោះពិតជាព្រមហើយពិតណាស់តែគាត់មានលក្ខខណ្ឌមួយលក្ខខណ្ឌអីទៅគាត់ចង់ឲ្យខ្ញុំបំផ្លាញក្រុមហ៊ុនរបស់ជីសានធ្វើឲ្យគាត់ចេញពីទីផ្សារទាំងស្រុងគាត់បន្តវិនិយោគនេះមិនងាយស្រួលទេយើងជាគូប្រជែងគ្នាស្រាប់ហើយតើមិនបានទេពិធីធម្មតាយើងត្រូវតែលឿនត្រូវតែវីមួយគ្រាប់ឲ្យស្ដាយជីស៊ឺជាកញ្ជ្រោងចាស់ឆ្លាតក៏ពេកមានតែអ្នកទេដែលអាចចូលចិត្តគាត់បានចេញមកអ្នកចង់និយាយអីអូយមេងខ្ញុំចង់ឲ្យអ្នកទៅសុំជៀនស៊ឺអភ័យទោសគ្រាន់តែនិយាយថាយើងបានបែកគ្នាហើយអ្នកត្រឡប់ទៅរកគាត់វិញត្រែងឱកាសយកការសម្ងាត់ស្នូលនិងឯកសារសំខាន់របស់ក្រុមហ៊ុនគាត់អីគេអ្នកខ្ញុំជាគូដណ្ដឹងរបស់អ្នកណាអ្នកហ៊ានឲ្យខ្ញុំលក់សម្រស់ទៅកប់ចិត្តសង្សារចាស់ហៅថាលក់សម្រស់អីនេះគេហៅថាសម្ដែងចុះបើគាត់ប៉ះពាល់ខ្ញុំវិញពីមុនខ្ញុំទៅទីនោះក៏ព្រោះតែអ្នកទៅធ្វើចារកម្មនៅកន្លែងត្រូវគេបិទផ្លូវទាំងមូលឥឡូវអ្នកនៅតែឲ្យខ្ញុំទៅរកគាត់ទៀតអ្នកជាមនុស្សឬអត់ហ្នឹងទេវតាទ្របហេឡូលោកចេញខ្ញុំមិនចូលចិត្តរងចាំទេដើម្បីបង្ហាញពីភាពស្មោះត្រង់10 លានដុល្លារជាមុនដើមទុនដំបូងបានផ្ទេរចូលកន្នីរបស់អ្នកហើយលុយចូលហើយខ្ញុំចង់ឃើញប្រសិទ្ធភាពបើអ្នកមិនអាចដោះស្រាយរឿងជីសានក្នុងរយៈពេលខ្លីនេះបានទេនោះ390 លានដុល្លារដែលនៅសល់ខ្ញុំនឹងវិនិយោគឲ្យអ្នកផ្សេងហើយអីកុំបារម្ភឃើញទេ10 លាននេះគ្រាន់តែជាប្រាក់កក់ទេគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះម៉ាក់បើមានលុយនេះហើយបានការវិនិយោគដែលនៅសល់ទៀតអ្នកនឹងក្លាយជាលោកស្រីគឺគ្មានស្ទាក់ស្ទើរទេអ្នកណាខ្វល់ពីដំណើរការម៉ាក់ខ្ញុំក៏អាណិតម៉ាក់ដែរតែដើម្បីអនាគតពួកយើងម៉ាក់ទ្រាំបន្តិចបានទេបានខ្ញុំទៅម៉ាក់ខ្ញុំដឹងថាអ្នកយកចិត្តបំផុតតែខ្ញុំមានលក្ខខណ្ឌមួយពេលការងារសម្រាប់ខ្ញុំចង់បានភាគហ៊ុន10របស់ក្រុមហ៊ុនគ្មានបញ្ហាទេរឿងតូចតាចសូម្បីតែខ្ញុំក៏ជារបស់អ្នកដែរស៊ីងអ្នកយកលុយច្រើនម្លេះពីណាអ្នកទាំងអស់គ្នាកុំបារម្ភមិនមែនជាលុយរបស់ខ្ញុំទេបើមិនមែនរបស់អ្នកតើជារបស់អ្នកណាសម័យនេះហើយអ្នកណាទៅល្ងងយក10 លានឆេនម៉ូអាមនុស្សថោកទាបនោះJasonដែលឆេនម៉ូពាក់ស្នែងឲ្យនោះគាត់នឹងឲ្យលុយឆេនម៉ូសត្រូវរបស់សត្រូវគឺមិត្តភក្តិអស់ចាកញ្ញាឆេនខ្ញុំធ្លាប់គិតអ្នកគ្រាន់តែជាស្រីកំសត់ដែលគេបោះបង់ចោលមិននឹកស្មានថាអ្នកសាហាវជាងខ្ញុំគិតទៅទៀតដើម្បីទប់ទល់នឹងចកត្រូវតែសាហាវជាងចកបច្ចេកវិទ្យាប៉ាតង់មួយចំនួននៅក្នុងដៃរបស់ឆេនម៉ូគឺជារបស់ដែលអ្នកចង់លេបត្របាក់យូរហើយតែពិបាករកចំណុចចាប់ផ្ដើមសម្រុំ10 លាននេះគ្រាន់តែជានុយទេដរាបណាអ្នកសហការជាមួយខ្ញុំសម្ដែងរឿងនេះចប់ខ្ញុំធានាថាទីបំផុតម៉ូជួង technology ទាំងមូលនឹងជារបស់អ្នកហើយអ្វីខ្ញុំត្រូវជឿថាអ្នកអាចកម្ចាត់គាត់បានម្យ៉ាងទៀតនេះជាទង្វើខុសច្បាប់ខ្ញុំជាមនុស្សដែលឆេនម៉ូមើលងាយបំផុតក្នុងលោកនេះហើយក៏ជាមនុស្សដែលគាត់មិនប្រុងប្រយ័ត្នបំផុតដែរខ្ញុំដឹងចំណុចខ្សោយរបស់គាត់ទាំងអស់ជាការពិតណាស់ខ្ញុំក៏ដឹងថាវាជាទង្វើខុសច្បាប់ដែរដូច្នេះក្រោយអ្វីចប់ខ្ញុំនឹងទៅយកវាដើម្បីបញ្ចប់រឿង10 លាននេះខ្ញុំចេញកញ្ញាសិននិយាយតាមត្រង់ខ្ញុំពិតជាកោតសរសើរនឹងអាណិតអ្នកណាស់ដែលអាចកើតជាថ្មីពីស្ថានភាពអស់សង្ឃឹមបែបនោះភាពក្លាហានបែបនេះបុរសជាច្រើនធ្វើមិនបានទេអរគុណតែការអាណិតមិនអាចជួយខ្ញុំបានទេមានតែការសងសឹកប៉ុណ្ណោះអាចរីករាយសហការខ្ញុំធ្លាប់បានតាក់ទងសិនម៉ូដោយសម្ងាត់ពីមុនមកបច្ចេកវិទ្យាស្នូលនិងប៉ាតង់មួយចំនួននៅក្នុងក្រុមហ៊ុនរបស់គាត់គឺជារបស់ល្អគ្រាន់តែគាត់គ្រប់គ្រងមិនបានល្អខ្សែសង្វាក់ហិរញ្ញវត្ថុដាច់ពួកគេតែងតែចង់លេបត្របាក់គាត់តែពិបាករកចំណុចចាប់ផ្ដើមសម្រុំអញ្ចឹងអ្នកក៏ព្រមសហការដែរត្រូវហើយខ្ញុំបានប្រាប់គាត់គ្រប់យ៉ាងគ្រាន់តែអ្វីដែលយើងទាំងពីរចង់បានគឺខុសគ្នាខ្ញុំចង់ឲ្យសិនម៉ូខូចឈ្មោះនឹងខ្សែធនគាត់ចង់បានទ្រព្យសម្បត្តិក្រុមហ៊ុនរបស់សិនម៉ូ10 លាននេះគ្រាន់តែជានុយដែល Jason បោះចោលប៉ុណ្ណោះអព្រះជាម្ចាស់ឲ្យល្បិចសម្រាប់ដល់ខ្ចីដៃនេះពិតជាខ្លាំងណាស់សិនម៉ូគិតថា10 លាននេះជាក្តីសង្ឃឹមរបស់គាត់គឺជាប្រាក់កក់វិនិយោគដែល Jessica ឲ្យគាត់តែគាត់មិនដឹងថានេះជាសម្បត្តិមរណៈដែល Jason ប្រគល់ឲ្យគាត់ទេជាមួយនឹងចរិតលោភលន់របស់សិនម៉ូពេលមាន10 លាននេះគាត់ដើម្បី400 លានដែលនៅសល់គាត់ប្រកាសជានឹងរកគ្រប់វិធីវាយប្រហារ Jason ហើយក៏អាចនឹងធ្វើប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់ផងដែរតែអ្វីទាំងអស់នេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំនិង Jason អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺសិនម៉ូប្រកាសជាកំពុងតែត្រេកអរខ្លួនឯង
ท่านទាំងចង់ឲ្យលីវមេងទៅធ្វើជាភ្នាក់ងារសម្ងាត់នៅកន្លែង Jason ទៀតផងដើម្បីសុំការអភ័យទោសអព្រះជាម្ចាស់ឲ្យគាត់ហ៊ានឲ្យលីវមេងទៅអង្វរគ្រប់យ៉ាងមែនបើគាត់ដឹងថាអ្នកនៅទីនេះកំពុងផឹកតែមើលគាត់សម្ដែងគាត់ប្រហែលជាខឹងរហូតក្អួតឈាមនៅនឹងកន្លែងហើយគាត់បញ្ជូនលីវមេងទៅទីនោះគឺបានផ្ដល់ឱកាសឲ្យ Jason ផ្ដល់ឱកាសឲ្យពួកគេរកភស្តុតាងបទល្មើសពាណិជ្ជកម្មលីវមេងគិតថាគាត់ទៅធ្វើចារកម្មតាមពិតទៅគាត់បានដើរចូលទៅក្នុងទ្រុងដែលយើងបានរៀបចំសម្រាប់គាត់ស៊ីងឥឡូវអ្នកពិតជាបានផ្លាស់ប្ដូរហើយពីមុនអ្នកចេះតែទ្រាំឥឡូវនេះអ្នកដូចជាមហាក្សត្រីដែលចេះរៀបចំផែនការពួកគេបង្ខំខ្ញុំទេបើឈិនម៉ូចង់លេងល្បែងទុនខ្ញុំនឹងបង្ហាញគាត់ថាអ្នកណាជាអ្នកប្រមាញ់ពិតប្រាកដសូមមេត្តាអនុញ្ញាតឲ្យខ្ញុំចូលទៅខ្ញុំពិតជាមានរឿងសំខាន់ណាស់ចង់និយាយជាមួយគាត់អ្នកនាងលីវពិតជាមិននៅទីនេះទេគាត់កំពុងប្រជុំសូមមេត្តាយូមេងជូសៃជួយខ្ញុំផងខ្ញុំទ្រាំឈិនម៉ូលេងបានហើយក្រុមហ៊ុនឈិនម៉ូស៊ឺជីនមានបញ្ហាគាត់ក៏មកទោះកំហឹងដាក់ខ្ញុំគាត់ក៏បានលើកដៃវាខ្ញុំពិតជាស្ដាយក្រោយណាស់ឥឡូវនេះខ្ញុំទើបដឹងថាអ្នកទេដែលល្អបំផុតចំពោះខ្ញុំកាលពីមុនខ្ញុំល្ងងខ្លាយទើបត្រូវគាត់បោកពិតជាដោយការរំពឹងទុកចូលមកមេងបើដឹងថ្ងៃនេះហេតុអ្វីកាលពីមុនតែបើមកដល់ហើយអង្គុយលេងសិនទៅស៊ីសានយើងអាចត្រឡប់ទៅអតីតកាលវិញបានទេខ្ញុំអាចជួយអ្នកបានខ្ញុំដឹងរឿងសម្ងាត់ច្រើនណាស់រឿងស្នេហាចាំនិយាយគ្នាពេលក្រោយឥឡូវនេះខ្ញុំមានឯកសារដេញថ្លៃសំខាន់ណាស់ត្រូវដោះស្រាយអ្នកក៏ដឹងហើយការដេញថ្លៃលើកនេះទាក់ទងនឹងអាយុជីវិតរបស់ក្រុមហ៊ុនលោកប្រធានខាងផ្នែកបច្ចេកទេសមានឯកសារសំខាន់មួយត្រូវការហាត់ធ្លេខាពីលោកអ្នកខ្ញុំនឹងទៅភ្លាមមេងអ្នកអង្គុយលេងសិនទៅកុំដើររញ៉ៃញ៉ៃគ្រាន់តែបានការវិនិយោគ400លាននេះគឺនឹងមានស្ថិរភាពហើយខ្ញុំក៏អាចទទួលបានភាគហ៊ុនដែរនេះហើយជាភ្នាក់ងារសម្ងាត់ដ៏ពូកែរបស់ឈិនប៊ូចៅវិធីសាស្ត្រពិតជាឆ្កងណាស់ឆ្កងឬមិនឆ្កងមិនសំខាន់ទេសំខាន់គឺឈិនម៉ូគាត់ជឿលើឯកសារដេញថ្លៃនោះយ៉ាងណាកុំបារម្ភឯកសារដេញថ្លៃនោះអ្វីទាំងអស់សុទ្ធតែពិតតែខ្ញុំបានកែប្រែតម្លៃឲ្យតែគាត់ហ៊ានធ្វើឲ្យវាបាត់បង់ទាំងអស់វានឹងធ្វើឲ្យគាត់ខាតដើមទុនល្អណាស់លើកនេះធ្វើបានល្អនេះហើយពិតជាកាន់តែគួរឲ្យចាប់អារម្មណ៍ល្អណាស់ល្អខ្លាំងណាស់នេះជាការសម្ងាត់របស់យីសេងសម្រាប់ការដេញថ្លៃនេះមុំអូនពិតជាផ្កាយសំណាងរបស់បងមានការសម្ងាត់នេះហើយដល់ពេលនោះយើងគ្រាន់តែដាក់ទៀបជាងគាត់បន្តិចគម្រោងនេះនឹងក្លាយជារបស់យើងហើយចុះភាគហ៊ុនដែលអ្នកសន្យាខ្ញុំថ្ងៃនេះខ្ញុំប្រថុយជាប់គុកកុំបារម្ភអីពេលលុយចេះចូលមកដល់អ្នកចង់បានអ្វីក៏បានដែរប្រាប់ផ្នែកបច្ចេកទេសនិងកណេឲ្យភ្លាមកែប្រែផែនការដេញថ្លៃរបស់យើងភ្លាមខ្ញុំចង់ឲ្យ Jason ចាញ់ខ្ទេចខ្ទីកំណត់តម្លៃនេះ78លានដុល្លារត្រូវតែទាបជាងតម្លៃមូលដ្ឋានរបស់ Jason 2លានលោកChenនេះមិនអាចទេយើងបានកណៃដើមវត្ថុធាតុដើមបុកកម្លាំងពលកម្មសម្រាប់គម្រោងនេះយ៉ាងហោចណាស់ក៏90លានដែរដឹងស្អីនេះហៅថាការខាតបង់យុទ្ធសាស្ត្រឲ្យតែយើងដណ្ដើមបានគម្រោងនេះហើយរុញជីសឹងចេញដល់ពេលនោះទីផ្សារទាំងមូលមិនមែនជារបស់យើងទេម្យ៉ាងទៀតលុយ400លានពីយ៉ាក់នោះកំពុងរងចាំចូលកាន់ណៃការខាតបង់បន្តិចបន្តួចនេះវាស្អីទៅតែបើការវិនិយោគនេះមានការប្រែប្រួលវិញខ្ញុំគ្មានអ្វីធានាចុះបើអ្នកណាហ៊ានធ្វើឲ្យបាក់ទឹកចិត្តទៀតចេញទៅភ្លាមបិទឯកសារដេញថ្លៃឲ្យចិត្តគ្មានអ្នកណាហ៊ានប៉ះពាល់អូនេះមិនមែន Jason ទេមិនក៏មុខមាត់មិនស្រស់សោះយប់មិញគេងមិនលូទេលោក Chen លើថាលើកនេះលោកក៏ចង់ឈ្នះដែរគម្រោងនេះចំណេញតិចណាស់ហេតុអ្វីត្រូវប្រយុទ្ធគ្នារហូតដល់ស្លាប់រស់ព្រោះខ្ញុំមិនចូលចិត្តអ្នកម្យ៉ាងទៀតជំនួញដោយសមរភូមិថ្ងៃនេះជាថ្ងៃរបស់អ្នកហើយចេះដំណឹងល្អណាស់ខ្ញុំឈ្នះដេញថ្លៃហើយJasonចាញ់ដាច់ហើយសូមអបអរសាទរលោកChenបើឈ្នះដេញថ្លៃហើយអញ្ចឹងប្រញាប់ទៅចុះកិច្ចសន្យាទៅខ្ញុំឮថាខាងអតិថិជនអ្នកបានកំណត់ថាបើខុសកិច្ចសន្យាសំណងគឺ3ដងនៃតម្លៃដេញថ្លៃបាទខ្ញុំចុះហត្ថលេខាឥឡូវនេះហើយថាវិការ400លានរបស់យើងឲ្យតែអ្នកចុះកិច្ចសន្យាគម្រោងចាប់ផ្ដើមជាផ្លូវការថាវិការនឹងចូលភ្លាមល្អ
រួចរាល់ហើយគាត់ចុះហត្ថគាត់ចង់បានកិច្ចសន្យានេះខ្លាំងណាស់ឥឡូវនេះគាត់គ្មានពេលមើលខ្លឹមសារលម្អិតខាងក្នុងទេគាត់គិតថាគាត់បានរ៉ែមាសមួយតាមពិតវាជាអន្ទាក់ឥឡូវនេះថាវិការទាំងអស់របស់គាត់